ប្រាសាទមួយនេះចម្លែកដាច់គេខុសពីប្រាសាទទាំងអស់នៅលើពិភពលោកដែលសង់ពីក្រោមទៅលើចំណែកឯប្រាសាទមួយនេះសង់ពីលើចុះក្រោមប្រាសាទនេះមានឈ្មោះថាកៃឡាសាសូម្បីតែម៉ាស៊ីន laser សពថ្ងៃក៏ពិបាកនឹងធ្វើឲ្យបានល្អឥតខ្ចោះបែបនេះដែរតើវាជាស្នាដៃមនុស្សពិតឬក៏មានបច្ចេកវិទ្យាភពក្រៅនៅពីក្រោយអាថ៌កំបាំងទី1បច្ចេកទេសបញ្ច្រាសខុសពីសំណង់លើលោកដែលសង់ពីដីឡើងលើប្រាសាទនេះត្រូវបានគេដាក់ពីកំពូលភ្នំចុះមកដីសាក់ស្រមៃមើលកាលពី1200ឆ្នាំមុនដែលគ្មានម៉ាស៊ីន laser តើគេអាចវាស់វែងដោយរបៀបណាព្រោះបច្ចេកទេសនេះបើកាប់ខុសតែមួយចំអាមគឺត្រូវបោះបង់ចោលទាំងស្រុងគ្មានឱកាសកែខៃជាលើកទី2ឡើយអាថ៌កំបាំងទី2ថ្ម400,000 តោនដែលបាត់សមោលឈឹងដើម្បីបង្កើតរណ្ដៅយក្សនេះថ្មភ្នំជាង400,000 តោនត្រូវបានដាប់ចេញប៉ុន្តែរឿងដែលធ្វើឲ្យវិស្វករសម័យថ្មីវិលមុខនោះគឺគេរកមិនឃើញកំទេចថ្មទាំងនោះសូម្បីតែមួយដុំនៅក្បែរនេះតើកំទេចថ្មរាប់លានឡានទឹកដីបាត់ទៅណាឬក៏វាត្រូវបានរំលាយដោយបច្ចេកវិទ្យាដែលយើងមិនទាន់ស្គាល់សូម្បីតែកម្លាំងមនុស្សក៏មិនអាចរង្គោះរង្គើបានក្នុងឆ្នាំ1682ស្ដេចម្នាក់បានបញ្ជាឲ្យទាហាន 1000 នាក់ព្យាយាមវាយកំទេចប្រាសាទនេះចោលពួកគេខំវាយកំទេចអស់3ឆ្នាំពេញយប់ថ្ងៃមិនឈប់តែលទ្ធផលគឺអាចធ្វើឲ្យសឹកផ្ទៃខាងក្រោមបន្តិចបន្តួចប៉ុណ្ណោះវាហាក់ដូចជាមានខែការពារអាថ៌កំបាំងដែលមនុស្សលោកមិនអាចបំបែកបានជាចុងក្រោយខ្ញុំសូមអរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនាវីដេអូមួយនេះកុំភ្លេចជួយ like ជួយ subscribe ជាមួយសញ្ញាកណ្ដឹងដើម្បីតាមដានព័ត៌មានពិភពលោកជាមួយនឹងខ្ញុំសូមអរគុណវីដេអូនេះដំណើរការបានទៅដោយ V Cafe ឈ្ងុយឆ្ងាញ់លើសពីកាហ្វេធម្មតាសម្រាប់អ្នកជំងឺទឹកនោមផ្អែមគឺអាចញ៉ាំបានជួយសម្រួលដល់សរសៃឈាមបេះដូងលើសជាតិខ្លាញ់ជាតិអាស៊ីតនាំចូលពីប្រទេសម៉ាឡេស៊ីដោយក្រុមហ៊ុន Voten International ទំនាក់ទំនងលក់ដុំនឹងរាយតាមរយៈ Facebook Page និង Telegram នៅខាងក្នុងវីដេអូ